ទម្លាប់គឺជាគោលប្រយោជន៍រួមនៃការអភិវឌ្ឍខ្លួនការទទួលបានភាពប្រសើរឡើងចំនួន 1% ជារៀងរាល់ថ្ងៃនិងប្រមូលផ្ដុំបានច្រើននៅក្នុងរយៈពេលវែងទម្លាប់គឺជាដាវដែលមានមុខពីរពួកវាអាចធ្វើការឲ្យអ្នកហើយក៏អាចប្រឆាំងនឹងអ្នកវិញដូចគ្នានោះហើយជាមូលហេតុដែលការយល់ដឹងឲ្យបានលម្អិតអំពីវាគឺជារឿងសំខាន់នោះការផ្លាស់ប្ដូរតូចៗច្រើនតែហាក់ដូចជាមិនបានបង្កឲ្យមានភាពខុសប្លែកអ្វីឡើយរហូតទាល់តែអ្នកបានឆ្លងកាត់ចំណុចចាប់ផ្ដើមដ៏សំខាន់មួយលទ្ធផលដ៏មានឥទ្ធិពលបំផុតនៃដំណើរការនៃការប្រមូលផ្ដុំគឺតែងត្រូវបានពន្យាពេលជានិច្ចដូច្នោះអ្នកត្រូវតែមានភាពអត់ធ្មត់ចំពោះវាទម្លាប់អាតូមិកគឺជាទម្លាប់ដ៏តូចមួយនិងជាផ្នែកមួយនៃប្រព័ន្ធដែលធំជាងនោះដូចគ្នាទៅនឹងអាតូមដែលជាបណ្ដុំនៃម៉ូលេគុលដែរទម្លាប់អាតូមគឺជាបណ្ដុំនៃលទ្ធផលដ៏អស្ចារ្យគួរឲ្យកត់សម្គាល់មួយប្រសិនបើអ្នកចង់ទទួលបានលទ្ធផលប្រសើរជាងមុនដូច្នោះចូលបំភ្លេចពីការកំណត់គោលដៅរបស់អ្នកហើយចូលផ្ដោតទៅលើប្រព័ន្ធរបស់អ្នកជំនួសវិញអ្នកមិនចាំបាច់ឡើងទៅដល់កម្រិតគោលដៅរបស់អ្នកនោះទេត្រឹមតែធ្លាក់នៅត្រឹមកម្រិតនៃប្រព័ន្ធរបស់អ្នកប៉ុណ្ណោះគឺបានហើយ